បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកនិយាយអំពីការដោះស្រាយលំហាត់ប្រូបាបដែលលំហាត់ប្រូបាបនេះវាជាលំហាត់មួយទាក់ទងទៅនឹងលំហាត់ដែលត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខហើយក៏ជាគន្លឹះមួយសម្រាប់បងប្អូនសិស្សានុសិស្សថ្នាក់ទី12អាចមើលហើយយកទៅអនុវត្តនៅការកណនាលំហាត់ប្រូបាបផងដែរចឹងនៅក្នុងលំហាត់នេះគេនិយាយថានៅក្នុងប្រអប់មួយមានប៊ិចខៀវចំនួន7ដើមនិងប៊ិចក្រហមចំនួន5ដើមតមកទៀតគេថាគេចាប់យកប៊ិចម្ដង4ដើមព្រមគ្នាណាចេញពីក្នុងថង់ដោយចៃដន្យរកប្រូបាបនៃព្រឹត្តិការណ៍ដែលគេអាចចាប់បានកA ប៊ិចខៀវទាំង4ដើមខ B ប៊ិចខៀវចំនួន3ដើមនិងក្រហមចំនួន1ដើមកC យ៉ាងតិចមានប៊ិចក្រហម1ដើមបានន័យថានៅក្នុងចំណោម4ដើមដែលគេចាប់ហ្នឹងយ៉ាងហោចណាស់ក៏មានក្រហម1ដើមដែរអញ្ចឹងយើងមកមើលចម្លើយជាទូទៅនៅក្នុងការគណនាប្រូបាបយើងដឹងហើយថារូបមន្តប្រូបាបនិយមន័យរបស់វាគឺជាផលធៀបរវាងចំនួនករណីស្រកលើចំនួនករណីអាចអញ្ចឹងជាដំបូងយើងត្រូវកំណត់ចំនួនករណីអាចជាមុនសិនអញ្ចឹងដោយការកំណត់ចំនួនករណីអាចយើងត្រូវពិនិត្យឲ្យបានច្បាស់លាស់ទៅលើប្រភេទនៃលំហាត់របស់យើងនៅក្នុងលំហាត់របស់យើងនេះគឺក្នុងនឹងគេបាននិយាយឲ្យថាមានប៊ិចខៀវចំនួន7ដើមហើយប៊ិចក្រហមចំនួន5ដើមប៉ុន្តែនៅក្នុងកន្លែងទៅនេះគេនិយាយថាគេចាប់យកប៊ិចម្ដង4ដើមព្រមគ្នាអញ្ចឹងបានន័យថា4ដើមព្រមគ្នាអញ្ចឹងយើងអត់អាចចម្លាស់បានទេអញ្ចឹងចាប់មក4ដើមចាប់បានម្ដងគឺយើងរាប់មួយអញ្ចឹងបានន័យថាលំហាត់នេះជាប្រភេទលំហាត់បន្សំអញ្ចឹងបើលំហាត់បន្សំចំនួនករណីអាចដែលយើងត្រូវកំណត់គឺយើងត្រូវយកចំនួនប៊ិចសរុបមានន័យថាយកចំនួនប៊ិចក្រហមបូកជាមួយនឹងចំនួនប៊ិចខៀវបានចំនួនប៊ិចសរុបអញ្ចឹងចំនួនករណីអាចគឺដោយប៊ិចក្រហមយើងមានចំនួនដោយប៊ិចក្រហមប៊ិចក្រហមយើងមាន5ដើមហើយប៊ិចខៀវមាន7ដើមអញ្ចឹងសរុបចំនួនប៊ិចទាំងអស់ដែលមាននៅក្នុងប្រអប់របស់យើងសរុបទាំងអស់គឺសរុបចំនួនប៊ិចទាំងអស់ហ្នឹងគឺយើងយកចំនួនប៊ិចក្រហមបូកនឹងប៊ិចខៀវយើងស្មើនឹង12ដើម12ដើមអញ្ចឹងចំនួនប៊ិចសរុបនៅក្នុងប្រអប់ហ្នឹងមានចំនួន12ដើមហើយគេនិយាយទៅថាដោយសារតែនៅក្នុង12ដើមហ្នឹងគេចាប់យក4ដើមព្រមគ្នាដោយចៃដន្យអញ្ចឹងចំនួនករណីអាចរបស់យើងគឺជាបន្សំនៃ12ចាប់យក4អញ្ចឹងយើងដឹងហើយថាករណីអាចយើងតាំងដល់S អញ្ចឹងនាំឲ្យចំនួនករណីអាចរបស់យើងចំនួនករណីអាចS ស្មើនឹងបន្សំតាមអក្សរ C នៃ12យក4តមកទៀតយើងធ្វើការគណនាតាមរូបមន្តបន្សំរបស់យើងគឺស្មើនឹង12គុណនឹងយើងពិនិត្យមើលកន្លែងនេះនៅក្នុងការគណនាបន្សំយើងត្រូវឆ្លៀសវៃនៅក្នុងការគណនាព្រោះនៅក្នុងការប្រឡងរបស់យើងគឺការគណនាវាពិតជាសំខាន់ខ្លាំងណាស់បើសិនជាយើងគណនាយឺតអញ្ចឹងធ្វើឲ្យការដោះស្រាយលំហាត់របស់យើងក៏វាយូរដែរហើយចំនួនម៉ោងនៃការដោះស្រាយលំហាត់ក៏មានពេលកំណត់របស់យើងដែរអញ្ចឹងយើងមើលអានេះ12នេះយក4អញ្ចឹងយើងគ្រាន់តែសរសេរ12នេះគឺជាផលគុណកតាចុះពី12 11
con cho mùi nâng đọc và những bạn bay cái tái mùi bị bệnh chẳng nhưng con thay mà bạn buồn cả tà mất cứ con nâng bằng buồn lỡ nhưng mà lãnh lịch buồn tránh chừng sẽ bị buồn con nâng bấy con nâng bì tạm tiết dân thôi ca sầm rùa là tập hall mất nhưng sừng kẹp mưa là không ca sầm rùa là tập hall nhưng mà những đọc bí hay buồn bay đó mà đặc biệt này chắc những ai sầm rùa vì chó trong nay đọc bí ní ai sầm rùa ban cho mùi nâng bay nâng buồn trong nay đọc ní những ai sầm rùa nâng bì đó dân bàn là sao prang chẳng là tập hall nhưng thì con những nó sao tại đầm mũi con cho mùi nâng pram con nâng bằng buồn chân những con sờ rọc máu dạ nhưng do con chú này sờ rọc nhưng bàn chấm lại mà nâng buồn rồi cao sập pram mà cả này như chia chấm luôn cả này ai đại dương cầm nọt bán nó về đại dương chạm vô bịch tập bị buồn đám không chấm nòng bịch sờ rọc miền tập bị đàm chẳng coi bây giờ cầm nọt chấm luôn cả này ai ruột dương chập đám từ rộ probab này predicate này mười hàng cầu chẳng bị chuyện bằng đai tha predicate này mười hàng cầu đại cái số nó cứ chia cả này ai chẳng nó ở sân chia sầm nua đại cái số nó cứ chia cả này ai chẳng dương cầm nọt chấm luôn cả này ai nâng máu dương ai cầm nọt probab này predicate bảo vệ bài hay chẳng nó không hạt sầm nua con cái gì tha ở bên kia tàng buồn đàm chẳng đời A nó cứ chỉ predicate bên kia tàng buồn đàm này kia chập bán chẳng đời sao bên kia vào dưới và những miếng bên kia mà những bên kia và để ở vì làm pi đàm chẳng cái chập vô cái pong vô ở bên kia buồn đàm chập gió buồn đàm tiếng nom oi dương bàn anh này a bao nhiêu trong luôn cả này ái mà nâng bằng xong này bằng pi chập gió buồn tao mới dương xe là tập hợp lịch này mất dương bàn bằng pi con nâng bằng muối con nâng pram con nâng biết con nâng bằng muối con nâng pram con nâng buồn tầm một tiết kháng cáo với những bốn con nâng bấy con nâng phí con nâng mùi tầm mới những sầm rùa là tập hờ bốn những ai sầm rùa cho mùi buồn chào bán cho này bằng muối những ai sầm rùa cho mùi nâng bấy con nâng phí chẳng những là sao là tập hờ bằng phí con nâng pram này lời muối chẳng những mày xề thế chẳng những bàn con chụp nghe máu những bàn làm gì làm đó bàn sang tập làm cả này cái vi cầm nát chấm luôn cả này xong tôi cái vi cầm nát chấm luôn cả này sạp ruột chẳng những bàn probab tam rụp món tam rụp món rồi nhớ về này bờ a chỉ predicate là bao probab dương trong bán chẳng về này asma cho mùi năng anh này lê anh này s tao mới dương chùm luôn tầm lại trâu mất anh này nhưng rồi khởi sam tập ram mà lỡ chùm luôn cả lần này bao nhiêu cứ buồn rồi ở cao pram tao mới dương thứ ca sầm luôn là tập khó nhưng mình đặt mười thành lịch thành chống chỉ lịch pram chẳng mà này thay còn sau đó nó những ai sầm rùa viên năng pram bàn sam pram chơi năng pram bàn pram phí hơi buồn rồi cao sập pram dương sầm rùa năng pram bàn cao sập pram buồn chẳng bắt đầu bị dương rò ruột bị xe bờ lon ôn thằng học này từ sơ xe đôi chân này hòn đồng bay cầm oi bạch vòng bắn tụt nó về từ dương bờ lon chẳng đôi nhíp probab chẳng p này a chẳng nó mà nắng làm pi lê cao sập làm buồn mà ní cái chi chậm lại nơi nông lồng hạt cò và gì ta ta tiết dương từ mơ lồng hạt khò bí và cả bí nó kia vậy tha buồn tiếng buồn là kia chạp bàn nó cứ miền khiêu trong nó bảy đám nâng cờ hòm chùm luôn Việt Nam chẳng mà này tha nó không chùm luôn buồn đại kỳ chạm man á trao bay chạy chỉ pi pratica cứ như này tha bay chỉ khiếu
មួយទៀតជាក្រហមចឹងករណីនៅពេលដែលយកមួយករណីរបស់យើងយកបែរទៅជាពីរព្រឹត្តិការណ៍អញ្ចឹងយើងបានជាគោលការណ៍ផលគុណរបស់យើងអញ្ចឹងនាំឲ្យយើងបានn នៃ b ស្មើជាមួយនឹង c នៃ q យើងមាន7អញ្ចឹង7យក3ស្មើជាមួយគុណជាមួយនឹង c នៃ5យក1អញ្ចឹងយើងមានលក្ខណៈរបស់យើងវាបាន7យក3អញ្ចឹង7យក3ស្មើនឹង7យក4តម្លៃរបស់វាគឺស្មើនឹង35គុណនឹង5យក1ស្មើនឹង5អញ្ចឹងយើងគុណវាបញ្ចូលគ្នាមកយើងបានចំនួនករណីស្របសរុបគឺ175ករណីអញ្ចឹងចុងក្រោយតាមរូបមន្តដូចគ្នាបាទយើងសេរូបមន្តអញ្ចឹងមកដើម្បីទទួលបានបន្ទុកពេញយើងត្រូវសេរូបមន្តសិន p នៃ b ស្មើ n នៃ b លើ n នៃ s ដល់មកយើងចំនួនតម្លៃចូលអញ្ចឹងបាន175លើ495យើងអាចសម្រួលនឹង5បានអញ្ចឹងដល់សល់35លើ99តើមកយើងឆ្លើយដូចនេះមកដូចនេះ p នៃ b ស្មើនឹង35លើ99បាទចប់លំហាត់អក្សរ D បាទចុងក្រោយលំហាត់អក្សរកដែលជាព្រឹត្តិការណ៍ C គេនិយាយថាទាំង4ហ្នឹងយ៉ាងតិចមានប៊ិចក្រហមមួយដើមអញ្ចឹងយើងមកមើលកន្លែងទៅនេះគេនិយាយថានៅពេលដែលគេចាប់4អញ្ចឹងបានន័យថាបើយើងនិយាយទៅលើប៊ិចក្រហមគេកំណត់លក្ខខណ្ឌថាយ៉ាងហោចណាស់ក៏មានប៊ិចក្រហមមួយដើមដែរអញ្ចឹងអាចមានប៊ិចក្រហមមួយដើមអាចមានប៊ិចក្រហម2ដើមអាចមានប៊ិចក្រហម3ដើមឬក៏អាចមានប៊ិចក្រហមទាំង4ដើមអញ្ចឹងសំណួរនេះយើងបែងចែកជា4ករណីអញ្ចឹងបើករណីប៊ិចក្រហមមួយដើមអញ្ចឹងត្រូវតែមាន3ដើមទៀតគឺជាប៊ិចពណ៌ខៀវហើយបើសិនជាប៊ិចក្រហម2ដើមអញ្ចឹង2ដើមទៀតត្រូវតែជាខៀវហើយបើ3ដើមអញ្ចឹង1ដើមជាខៀវនិង4ដើមក្រហមខៀវអត់មានទេបើក្រហម4ដើមអញ្ចឹងនាំមកយើងទាញបាន NC របស់យើងបាទបំបែកជា4ករណីគឺមានន័យថាបន្សំនៃក្រហមយើងសរុបមានចំនួនបាទក្រហមយើងមានចំនួន5ចឹងមានន័យថា C នៃ5យក1គុណជាមួយនឹង C នៃ7យក3បូកនឹង C នៃ5យក2គុណជាមួយនឹង C នៃ7យក2បូកជាមួយនឹង C នៃ5យក3គុណនឹង C នៃ7យក1ហើយនឹងបូកចុងក្រោយ C នៃ5យក4តើមកយើងធ្វើការគណនារកចម្លើយនេះយើងដឹងហើយថា5យក1ស្មើនឹង5តាមលក្ខណៈរបស់បន្សំហើយតមកទៀត7យក3យើងបានគណនានៅខាងដើមគឺស្មើជាមួយនឹង35បូកជាមួយនឹង5យក2ស្មើ10 7យក2 7យក2ស្មើនឹង21បូកនឹង5យក3យើងក៏ស្មើ10ដែរគុណនឹង7បូកនឹង5យក4 5យក4ស្មើនឹង5តើមកយើងបូកសរុបលទ្ធផលសរុបចម្លើយយើងបាន460ករណីចឹងតាមរូបមន្តដូចគ្នាមកបាទ
តាមរូបមន្តពេលនៃ C ស្មើ n នៃ C លើ n នៃ S ហើយយើងចំនួនចូលគឺ460លើ495ចឹងយើងអាចសម្រួលនឹង5បានហើយសម្រួលលទ្ធផលយើងបាន92លើ99ចឹងដូចនេះ BC ស្មើ92លើ99បាទករណីពិសេសចំពោះលំហាត់ C បាទចំពោះលំហាត់ C ចឹងយើងអាចរកតាមព្រឹត្តិការណ៍ផ្ទុយតាមព្រឹត្តិការណ៍ផ្ទុយចឹងយើងសង្កេតមើលដោយសារតែប៊ិចរបស់យើងមាន2ពណ៌ប៊ិចមាន2ពណ៌ចឹងមានខៀវបូកជាមួយនឹងក្រហមបាទក្រហមចឹងនៅពេលដែលយើងចាប់ប៊ិចបាទចាប់ប៊ិចវាតែងតែមានចេញជា2ករណីនៅពេលដែលយើងចាប់បាទពេលចាប់បាទចែកជា3បាទ3ករណីបាទបានន័យថាអាចបានដោយសារខៀវរបស់យើងហ្នឹងវាលើស4ហើយក្រហមហ្នឹងក៏វាលើស4ដែរអញ្ចឹងការចាប់ខៀវអាចបានខៀវទាំង4បាទខៀវទាំង4បាទតទៅទៀតឬក៏ក្រហមទាំង4បាទក្រហមទាំង4បាទឬក៏ក្រហមលាយខៀវបាទឬក៏យើងនិយាយថាខៀវលាយនឹងក្រហមចឹងនៅពេលដែលយើងចាប់វាមាន3ករណីដែលយើងគួរតែដឹងអញ្ចឹងនៅពេលដែលយើងចាប់យើងអាចបាន4ករណីហ្នឹងគឺអាចខៀវទាំង4ក្រហមទាំង4ឬក៏ខៀវលាយក្រហមអញ្ចឹងយើងមើលមើលតើទាំង3ព្រឹត្តិការណ៍ហ្នឹងព្រឹត្តិការណ៍ណាដែលខ្លះដែលត្រូវនឹងនេះដែលត្រូវនឹងលក្ខខណ្ឌរបស់យើងបាទគឺក្រហមមួយយ៉ាងតិចអញ្ចឹងមានន័យថានៅក្នុង4ដែលគេចាំហ្នឹងគឺអត់មានអត់ក្រហមទេត្រូវតែមានក្រហមអញ្ចឹងមានន័យថាក្រហមប្រមាណក៏បានដែរ1ក៏បាន2ក៏បាន3ក៏បាន4ក៏បានសំខាន់ឲ្យតែមានក្រហមដល់អញ្ចឹងមើលកន្លែងនេះមើលកន្លែងករណីរបស់យើងនេះវាមានខៀវទាំង4ក្រហមទាំង4ហើយនឹងក្រហមនៃខៀវអញ្ចឹងករណីទាំង3ហ្នឹងគឺករណីណាដែលមានក្រហមខ្លះបាទនេះករណីក្រហមនេះអាក្រហមទាំង4នេះក៏គេយកចឹងអាក្រហមលាយខៀវហ្នឹងក៏គេយកដែរអញ្ចឹងលើកលែងតែនេះក៏អត់យកអញ្ចឹងបើសិនជាអត់យកអាហ្នឹងទេបានន័យថាពេលនៃ C របស់យើងហ្នឹងវាមានន័យថាទាំងអស់នេះអាពេលនៃ C ហ្នឹងគឺជាប្រូបាបដែលយើងត្រូវការមានន័យថាគឺជាប្រូបាបនៃករណី2នេះអញ្ចឹងប្រូបាបពេលនៃ C ហ្នឹងគឺអានេះតំណាងពេលនៃ C ស្មើជាមួយនឹង1បាទដកជាមួយនឹងប្រូបាបនេះពេលក្រហមខៀវទាំង4អញ្ចឹងពេលខៀវទាំង4ហ្នឹងវាស្ថិតនៅក្នុងលំហាត់កគឺមានន័យថាព្រឹត្តិការណ៍ A អញ្ចឹងយើងគ្រាន់តែយក1បាទដកជាមួយនឹងពេលនៃ A យើងរកឃើញ7លើ99អញ្ចឹងយើងតម្រូវភាគបែងវាមកយើងបាន92លើ99ហើយនេះជាចម្លើយខ្លីអញ្ចឹងយើងតែសិនយើងយល់ពីការគណនាប្រូបាបដោយប្រើព្រឹត្តិការណ៍ផ្ទុយយើងអាចធ្វើតាមវិធីសាស្ត្រនេះវាងាយពីខ្លីប៉ុន្តែបើសិនជាយើងអត់យល់ទេយើងអាចបំបែកទៅជាករណីដូចដែលខ្ញុំបានរៀបរាប់នេះចឹងអញ្ចឹងវីដេអូយើងមានតែប៉ុណ្ណឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចុងបញ្ចប់